តែមានអារម្មណ៍ថាវាយ៉ាងប្លែកហើយក៏សប្បាយដូចគ្នាវាមានភាពលំបាកនៅក្នុងការប្រកួតតិចតួចដោយសារតែនេះជាលើកទី1របស់ខ្ញុំក្នុងការចូលរួមអាហ្នឹងដែរបងសម្រាប់ខ្ញុំចង់ឲ្យអ្នកដែលមកពីក្រោយគាត់ក្លាហានគាត់ហ៊ានចូលរួមប្រកួតប្រជែងព្រោះអានេះវាជាកីឡាមួយដែលថាធំទលាយណាគេក៏អាចលេងបានវាអត់ចាំបាច់ថាយើងត្រូវតែខ្លាំងត្រូវតែអីចូលនិយាយទៅចូលបានលេងបានទាំងអស់គ្នាហើយខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់ចូលរួមលេងកីឡាបានច្រើនហើយវាក៏ជាលើកទី2ដែលខ្ញុំបានចូលរួមដែរហើយលើកនេះខ្ញុំធ្វើបានល្អជាងលើកមុនហើយពិតជាមានគូខ្លាំងច្រើនដែលខ្ញុំបានលេងប៉ះខ្ញុំពិតជាឃើញបងគាត់ខ្លាំងច្រើនមែនចង់សង្ឃឹមថាលើកក្រោយមានកីឡាករផ្សេងចូលរួមលេងកីឡាវាយសីកាន់តែច្រើនជាងហ្នឹង